ចំណុចទី1ដើម្បីយើងខ្លាចជា mastery អីគេចំណេះដឹងបាទចំណេះដឹងគឺ mental បញ្ញាទី2អីគេ emotion ផ្នែកនេះសំខាន់ណាស់អ្នកដែលគ្មានអារម្មណ៍ពិបាកនឹងដើរទៅកាន់ចំណែកទី3ផ្នែក action ដោយសារយើងអត់មានអារម្មណ៍នៅក្នុងការធ្វើយើងផ្នែកទី3គឺ action អញ្ចឹងបានដោយករណីមកលៀបមិនបាញ់មិញគាត់និយាយថានៅពេលដែលគាត់ចូលលេងម្ដងហើយម្ដងទៀតលើកនេះបានមែនទែនដោយសារនៅពេលដែលយើងលេងម្ដងហើយម្ដងទៀតយើងអត់នៅដដែលទេយើងអត់នៅដដែលទេនៅក្នុង board game នោះមានរឿងជាច្រើនដែលឆ្លុះបញ្ចាំងអំពីការវិនិយោគរបស់ Robert អ្វីៗដែលមាននៅទីនេះគឺជាជីវិតជាក់ស្ដែងរបស់ពួកគាត់ដោយឈ្មោះក្រុមហ៊ុនដោយឈ្មោះ stock គ្រាន់តែដូរឈ្មោះឯងអីទាំងអស់គឺមាននៅក្នុងហ្នឹងអញ្ចឹងអ្នកណាគេបំបែកបានអូខេ move up លឿន